បាទឥឡូវនេះគឺឈានចូលដល់វគ្គស្មាច់ហើយមានបងប្អូនមួយចំនួនគាត់ចង់ដឹងមែនតែនអំពីការស្មាច់ក្បាលទីមងនេះបាទគាត់មិនចេះហើយគាត់ចង់ឲ្យយើងបង្ហាញអំពីវិធីនៃការស្មាច់ក្បាលទីមងហ្នឹងហើយនេះគឺក្បាលយៈអាគមបានធ្វើរួចរាល់ហើយក្បាលដីហ្នឹងអញ្ចឹងយើងដល់វគ្គស្មាច់ហើយបងប្អូនដែលគាត់ចង់ដឹងអំពីវិធីស្មាច់នោះសូមយកចិត្តទុកដាក់ទស្សនានៅវីដេអូនេះទាំងអស់គ្នាចឹងការស្មាច់យើងត្រូវតែមានស្មាច់និងកែវស្មាច់ទឹកលាយឲ្យវាទឹកលាយឲ្យកែវស្មាច់ហ្នឹងរឹងជាមួយនឹងម្សៅសម្រាប់លាយចូលគ្នាបាទហើយដោយដែលគាត់កំពុងតែធ្វើនេះគឺគាត់បានចាក់កែវស្មាច់មកល្មមយើងអត់លាយច្រើនទេបាទលាយច្រើនពេកយើងធ្វើអត់តាន់វាកកវាពិបាកយើងសល់កែវចឹងទៅហើយយើងចាក់អាទឹកលាយឲ្យរឹងហ្នឹងចាក់បន្តិចបាទមិនច្រើនពេកទេតាមបរិមាណដែលយើងដាក់ហ្នឹងបាទនៅពេលដែលយើងទិញកែវយើងសួរអ្នកលក់ទៅគេអាចប្រាប់យើងហើយបាទអញ្ចឹងយើងមានសរសៃស្មាច់កែវស្មាច់ទឹកលាយស្មាច់ហើយមានមួយទៀតគឺម្សៅលាយជាមួយនឹងកែវហ្នឹងបាទហើយក្នុងវីដេអូនេះគឺអត់មានបង្ហាញអំពីការលាយម្សៅហ្នឹងទេដោយសារតែយើងអត់បានដាក់ម្សៅហ្នឹងយើងអត់ដាក់ក៏បានដែរបាទប៉ុន្តែដាក់ទៅវាល្អវាឆាប់ស្ងួតវាធ្វើឲ្យក្បាលទីមងយើងនឹងកាន់តែរឹងល្អមាំល្អអញ្ចឹងណាបាទអញ្ចឹងក្នុងការស្មាច់នេះយើងត្រូវតែប្រុងប្រយ័ត្នចំពោះការប៉ះពាល់ដោយស្បែកផ្ទាល់យើងត្រូវតែពាក់ស្រោមដៃហើយយើងត្រូវពាក់ម៉ាស់ហើយការពារយ៉ាងណាកុំឲ្យទឹកស្មាច់ហ្នឹងវាខ្ទាតត្រូវស្បែកយើងវាបណ្ដាលឲ្យរលរមាស់បាទរលាកបាទបើសិនជាយើងប៉ះផ្ទាល់ជាមួយនឹងអាទឹកដែលលាយជាមួយកែវហ្នឹងវារត់តែខ្លាំងទៀតវាធ្វើឲ្យស្បែកយើងហ្នឹងរលាករមាស់កើតជាដំបៅលើស្បែកអញ្ចឹងហើយសំបីតែអាសរសៃស្មាច់ហ្នឹងក៏ធ្វើឲ្យយើងហ្នឹងរមាស់ដែរបាទរមាស់ដែរអញ្ចឹងហើយយើងត្រូវតែពាក់ម៉ាស់វាការពារកុំឲ្យអាក្លិនកែវហ្នឹងវាឈួលចូលច្រមុះយើងណាវាប៉ះពាល់ដល់សុខភាពដែរបាទសំបីតែអេដមីនធ្លាប់ធ្វើពីមុនមកអត់បានពាក់ម៉ាស់ពេលដែលស្រូបក្លិនហ្នឹងទៅវាធ្វើឲ្យយើងនឹងឈឺក្បាលបាទវាធីងថងអីចឹងណាហើយវាអាចនឹងប៉ះពាល់ដល់គ្រឿងក្នុងសួតអីយើងទៀតផងអញ្ចឹងយើងត្រូវតែប្រយ័ត្នណាកុំធ្វើដៃទទេហើយយើងត្រូវតែពាក់ម៉ាស់ហើយព្រះអង្គដែលលោកធ្វើហ្នឹងគឺលោកភ្លេចពាក់ម៉ាស់ដែរបាទហើយដល់ក្រោយមកទើបយើងយកម៉ាស់ទៅប្រគេនលោកការស្មាច់នេះគឺយើងទាមទារឲ្យមានការស្ទាត់ជំនាញយល់ដឹងអំពីវាបាទព្រោះអីវាក្បាលទីមងចេញមកស្អាតឬក៏មិនស្អាតគឺអាស្រ័យលើទឹកដៃស្មាច់នឹងដែរបើទោះបីជាយើងមានក្បាលទីមងដែលយើងស្មូនជាដីឲ្យស្អាតក៏ដោយប៉ុន្តែបើសិនជាយើងមិនចេះស្មាច់ឲ្យបានស្អាតទេក្បាលទីមងយើងក៏បាត់បង់សម្រស់តាមនឹងដែរបាទបាត់បង់សម្រស់តាមនឹងដែរវាលុបអាភាពស្អាតដែលខំស្មូនជាដីមកហើយហ្នឹងណាបាទអញ្ចឹងការស្មាច់នេះយើងពិបាកជាងគេគឺលើផ្ទៃមុខកន្លោះកលៀតត្រចៀកភ្នែកច្រមុះអីហ្នឹងយើងទាមទារឲ្យមានការស្ទាត់ជំនាញបុកជក់ជាមួយនឹងសរសៃស្មាច់ហ្នឹងឲ្យបានល្អឲ្យបានស្មើសាច់អញ្ចឹងយើងស្មាច់ឲ្យបានស្មើសាច់ល្អយើងមានជក់ដែលយើងប្រើហ្នឹងជក់ដែលវាមានសរសៃរឹងដែលអាចបុកទៅវាធ្វើឲ្យសាច់ស្មាច់ហ្នឹងវាទ្រាំលើពុំដែលយើងធ្វើហ្នឹងហ្នឹងហើយយើងព្យាយាមបុកវានៅបើសិនជាយើងបុកនៅកន្លោះកន្លៀតភ្នែកច្រមុះអីហ្នឹងយើងព្យាយាមបុកវាឲ្យស្មាច់ហ្នឹងវាជោគជាមួយនឹងកែវបានល្អវាស្មើសាច់ហើយវាចេញជារូបរាងកន្លោះកន្លៀតភ្នែកច្រមុះអីហ្នឹងបាទយើងវាហើបអីយើងត្រូវតែរកវិធីសាស្ត្របុកវាយ៉ាងណាឲ្យសាច់ស្មាច់ហ្នឹងវាស្អិតជាប់ស្មើកុំឲ្យមានខ្យល់ប៉ោងអីចឹងណានឹងយើងទាមទារឲ្យមានការស្ទាត់ជំនាញមានបទពិសោធន៍ដើម្បីឲ្យទីមងយើងនឹងចេញមកស្អាតតាមរូបរាងពុំដើមដែលបានធ្វើឡើងហើយបើសិនជាយើងធ្វើពុំស្អាតហើយយើងស្មាច់មិនល្អវាទៅជាបាត់សម្រស់ទីមងបាទអញ្ចឹងការស្មាច់នេះគឺស្មាច់បាន70% ហើយបាទឥឡូវនេះកំពុងតែស្មាច់បន្ថែមទៀតហើយត្រង់កនេះក៏យើងស្មាច់វាឲ្យក្រាស់ដើម្បីការពារកុំឲ្យវាបាក់វាស្រុតអីចឹងទៅបាទតាមការពិតទៅស្មាច់យើង
ស្មាច់តែមួយជាន់អីវាសមរម្យហើយចំពោះក្បាលធំឬក៏ក្បាលតូចក៏ដោយអ្នកខ្លះគាត់ខ្លាចថាអូវាមិនមាំវាអីចឹងទៅគាត់ស្មាច់ក្រាស់ស្មាច់អីចឹងវាធ្វើឲ្យលឹបរូបរាងដើមបាទ Minh mạnh, hai mạnh.